ធ្លាប់មានគេថាឲ្យឃើញតែដើរលេងបោះរូបសប្បាយៗនៅកន្លែងស្អាតៗហ្នឹងសល់លុយម៉ាណៃដើរលេងមើលតែខ្លួនឯងអ្នកមានខ្ញុំគិតថាក្តីសុខមិនមែនកម្មសិទ្ធិដាច់មុខសម្រាប់អ្នកមានទេក្តីសុខគឺសម្រាប់គ្រប់គ្នាដែលចេះរីករាយនឹងជីវិតទៅតាមលទ្ធភាពនិងសមត្ថភាពរបស់ខ្លួនចាំដល់ខ្លាយជាអ្នកមានឬក៏មានលុយច្រើនបានចេះដើរលេងខ្លាចថាគ្មានកម្លាំងដើរទៅក៏វាអត់សូវសប្បាយដូចយើងកំពុងតែពេញកម្លាំងចឹងណាប៉ុន្តែមិនមែនបានន័យថាមិនសប្បាយសោះនោះទេការដើរលេងក្តីឬសាកថ្មជីវិតក្តីមិនចាំបាច់ទាល់តែហោះទៅស្រុកគេទៅកន្លែងថ្លៃៗទេត្រឹមកន្លែងចិត្តឬក៏កន្លែងណាក៏ដោយដែលយើងអាចមានលទ្ធភាពទៅអត់អស់លុយច្រើនអត់ចាំបាច់ខ្ចីបុលគេយកទៅសម្ញែងថាខ្លួនមានភាពរីករាយនៅក្បែរបង្កើយតែដល់ពេលយើងមើលជីវិតគេដែលនៅឆ្ងាយពីយើងក៏តាំងចេះប្រៀបធៀបលែងឃើញសំណាងឬក៏ចំណុចល្អៗនៅក្នុងជីវិតរបស់ខ្លួនជួនកាលកាហ្វេមួយកែវនៅកន្លែងស្អាតដែលអាចថតរូបបាននិងបានទៅជាមួយមនុស្សជាទីស្រឡាញ់ដូចជាគ្រួសារមិត្តភ័ក្តិឬទៅម្នាក់ឯងក៏បានក៏អាចធ្វើឲ្យចិត្តយើងនឹងរីករាយបានដែរកុំបោកបង់ងាយកុំរំលាយក្តីសង្ឃឹមជឿបេះដូងឈងសុបិនទទួលយកផ្សះផ្សារៀនរស់